រឿងអង្គលីមៀពីឃាតករទៅជាព្រះអរហន្តរឿងអង្គលីមៀគឺជារឿងពុទ្ធសាសនាដ៏ជ្រាលជ្រៅមួយដែលបង្ហាញថាមនុស្សអាក្រក់បំផុតក៏អាចប្រែចិត្តคล้ายជាមនុស្សល្អបំផុតបានដែរអង្គលីមៀពីឃាតករដ៏គួរឲ្យភ័យខ្លាចទៅជាព្រះអរហន្តដោយមេត្តានិងប្រាជ្ញាព្រះពុទ្ធកាលពីសម័យព្រះសម្ពុទ្ធនៅមានប្រជជនរួនឡើយនៅក្នុងនគរសាវត្ថីមានគ្រូសាព្រាហ្មណ៍មួយមានកិត្តិយសល្បីល្បាញនិងមានការគោរពពីសង្គមព្រាហ្មណ៍នោះជាមនុស្សមានចំណេះដឹងខ្ពស់ស្គាល់គម្ពីរនិងទំនៀមទម្លាប់បុរាណយ៉ាងច្បាស់ថ្ងៃមួយកូនប្រុសម្នាក់បានកើតក្នុងគ្រួសារនោះគ្រួសារព្រាហ្មណ៍បានដាក់ឈ្មោះថាអហិង្សាមានន័យថាអ្នកមិនប្រាអំពើហិង្សាឪពុកម្ដាយដាក់ឈ្មោះនេះដោយសង្ឃឹមថាកូននឹងលូតលាស់ជាមនុស្សសុចរិតមេត្តាករុណានិងមិនបង្កទុក្ខដល់អ្នកដទៃកាលនៅកុមារអហិង្សាលូតលាស់ឡើងជាកុមារដែលឆ្លាតវៃខ្លាំងគាត់រៀនអានរៀនសរសេរលឿនជាងកុមារផ្សេងគាត់មានការចងចាំល្អស្ដាប់ម្ដងក៏ចាំនិងយល់អត្ថន័យបានជ្រាលជ្រៅអហិង្សាជាកុមារឆ្លាតវៃស្រណំការសិក្សាមានចរិតសុភាពរាបសារឪពុកម្ដាយសង្ឃឹមថាថ្ងៃណាមួយកូនប្រុសនេះនឹងក្លាយជាមនុស្សល្អមានកិត្តិយសក្នុងសង្គមចេញទៅរៀនឆ្ងាយថ្ងៃមួយឪពុកម្ដាយសម្រេចបញ្ជូនអហិង្សាទៅសិក្សានៅសាលាគ្រូធំមួយឆ្ងាយពីផ្ទះដើម្បីរៀនគម្ពីរបុរាណនិងចំណេះដឹងខ្ពស់អហិង្សាត្រូវបានផ្ញើឲ្យទៅរៀននៅសាលាគ្រូព្រាហ្មណ៍ល្បីមួយដោយសារភាពឆ្លាតគាត់រៀនចេះលឿនគ្រូស្រឡាញ់ចូលចិត្តមិត្តភ័ក្តិខ្លះក៏សរសើរនៅទីនោះអហិង្សាជាសិស្សឆ្នើមគាត់គោរពគ្រូអត់ធ្មត់ចេះជួយមិត្តភ័ក្តិនិងមិនអួតអាងប្រាជ្ញាគ្រូធំស្រឡាញ់អហិង្សាជាងសិស្សដទៃគាត់តែងយកអហិង្សាជាគំរូនិងសរសើរមុខមាត់ប៉ុន្តែការលេចធ្លោនេះបានបង្កើតការច្រណែនមិត្តសិស្សខ្លះបាននិយាយបង្កាច់បង្ខូចប្រាប់គ្រូថាអហិង្សាមានចិត្តអាក្រក់ចង់យកកន្លែងលោកគ្រូចង់ធ្វើអំពើបាបពួកគេនិយាយកុហកបំផ្លែងពាក្យបង្កឲ្យគ្រូធំសង្ស័យថាអហិង្សាមានចិត្តមិនស្មោះត្រង់ដំបូងគ្រូធំមិនជឿឡើយប៉ុន្តែពេលពាក្យកុហកត្រូវបាននិយាយជាញឹកញាប់ចិត្តមនុស្សក៏ចាប់ផ្ដើមសង្ស័យលោកគ្រូដែលខ្វះការពិចារណាចាប់ផ្ដើមមានចិត្តសង្ស័យលើអហិង្សាអហិង្សាមិនដឹងថាពីសិស្សឆ្លាតវៃនឹងអនាគតភឺស្វាងគាត់កំពុងត្រូវរុញចូលទៅក្នុងផ្លូវងងឹតបំផុតនៃជីវិតផ្លូវងងឹតចាប់ផ្ដើមថ្ងៃមួយគ្រូធំហៅអហិង្សាមកជួបតែម្នាក់ឯងសំឡេងគ្រូមិនដូចមុនឡើយមានភាពត្រជាក់និងធ្ងន់គ្រូនិយាយថាបើចង់បញ្ចប់ការសិក្សាអ្នកត្រូវនាំអំណោយមកឲ្យគ្រូអំណោយនោះមិនមែនជាមាសមិនមែនជាគ្រឿងអលង្ការទេអហិង្សាក្រាបគោរពសូមគ្រូបញ្ជាគ្រូធំស្ងៀមស្ងាត់មួយផ្លែតហើយនិយាយពាក្យដែលនឹងផ្លាស់ប្ដូរជីវិតអហិង្សាជារៀងរហូតដើម្បីបញ្ចប់ការសិក្សាអ្នកត្រូវយកម្រាមដៃមនុស្ស 1000 នាក់មកជូនគ្រូអហិង្សាភ្ញាក់ផ្អើលយ៉ាងខ្លាំងបេះដូងគាត់ដូចជាឈប់ធ្វើការគ្រូនេះជាអំពើហិង្សាខ្ញុំមិនអាចធ្វើបានទេគ្រូធំនិយាយដោយសំឡេងត្រជាក់បើអ្នកមិនធ្វើការសិក្សារបស់អ្នកនឹងគ្មានន័យអ្នកនឹងត្រូវគេមើលងាយហើយអនាគតអ្នកនឹងបញ្ចប់នៅទីនេះ
ដោយសារការគោរពគ្រូនិងភាពមិនយល់ឃើញអហិង្សៈយល់ព្រមទទួលយកហើយចូលទៅក្នុងព្រៃទីនោះហើយជីវិតអហិង្សៈចាប់ផ្ដើមធ្លាក់ចូលក្នុងភាពងងឹតកំណើតអង្គុលីមៀព្រៃធំស្ងាត់ស្ងាត់តែពោពេញដោយការភ័យខ្លាចដំបូងអហិង្សៈមិនអាចធ្វើអំពើខុសខើបានឡើយដៃគាត់ញ័រចិត្តគាត់ឈឺចាប់ប៉ុន្តែពេលមួយអំពើអាក្រក់បានកើតឡើងវាបានបើកទ្វារឲ្យអំពើអាក្រក់ផ្សេងទៀតចូលមកតាមក្រោយនៅក្នុងព្រៃអហិង្សៈបានក្លាយជាឃាតករយ៉ាងសាហាវសម្រាប់អ្នកដំណើរកាត់យកម្រាមដៃពីមួយថ្ងៃទៅមួយថ្ងៃអហិង្សៈបាត់បង់ភាពជាមនុស្សចិត្តគាត់កាន់តែរឹងភ្នែកគាត់គ្មានពន្លឺដូចមុនម្រាមដៃត្រូវបានកាត់ហើយយកមកធ្វើខ្សែកពីអហិង្សៈមនុស្សមិនហិង្សាគាត់បានក្លាយជាអង្គុលីមៀមនុស្សពាក់ខ្សែកម្រាមដៃមនុស្សគ្រប់គ្នាហៅគាត់ថាអង្គុលីមៀភូមិទាំងឡាយរស់នៅក្នុងការភ័យខ្លាចគ្មាននរណាហ៊ានឆ្លងព្រៃប៉ុន្តែក្នុងចិត្តអង្គុលីមៀមិនមានសេចក្តីសុខឡើយមានតែការភ័យខ្លាចការឈឺចាប់និងភាពងងឹតអង្គុលីមៀមិនដឹងថាខ្លួនកំពុងធ្វើអំពើអាក្រក់ដោយសារការច្រណែនរបស់អ្នកដទៃនិងការងងឹតក្នុងចិត្តមនុស្សម្នាក់ភាពភ័យខ្លាចនិងឃាតករព្រៃព្រៃធំនៅតែស្ងប់ស្ងាត់តែភាពស្ងប់នោះពោពេញដោយស្លាប់និងការភ័យខ្លាចឈ្មោះអង្គុលីមៀត្រូវបាននិយាយដោយសំឡេងញ័រនៅគ្រប់ភូមិជិតព្រៃជីវិតក្នុងព្រៃអង្គុលីមៀរស់នៅដោយសត្វព្រៃគ្មានផ្ទះគ្មានគ្រួសារគ្មានមិត្តអាហារគាត់បានមកពីការលួចនិងការសម្លាប់ចិត្តគាត់កាន់តែរឹងដូចថ្មប៉ុន្តែជំរឿក្នុងបេះដូងនៅមានសំឡេងស្រាលមួយសួរគាត់ថាតើនេះមែនជាផ្លូវជីវិតដែលអហិង្សៈត្រូវដើរទេគាត់ព្យាយាមបិទសំឡេងនោះដោយអំពើឃោរឃៅកាន់តែច្រើនការបរាជ័យម្ដងហើយម្ដងទៀតអង្គុលីមៀបានប្រមូលម្រាមដៃជាច្រើនចិត្តគ្រប់1000នៅខ្វាក់មួយម្រាមដៃចុងក្រោយថ្ងៃមួយអង្គុលីមៀដឹងដំណឹងថាម្ដាយរបស់គាត់កំពុងធ្វើដំណើរចូលមកក្នុងព្រៃដើម្បីស្វែងរកកូនបេះដូងគាត់រញ្ជួយខ្លាំងការភ័យនិងការច្របូកច្របល់កើតឡើងក្នុងចិត្តប៉ុន្តែចិត្តងងឹតបានខ្សឹបប្រាប់គាត់ថាម្រាមដៃចុងក្រោយអាចជាម្ដាយឯងគំនិតនោះដូចព្យុះខ្មៅគ្របដណ្ដប់ស្មារតីគាត់ថ្ងៃមួយព្រះសម្ពុទ្ធទ្រង់ដើរចូលទៅក្នុងព្រៃទោះដឹងថាមានឃាតករសាហាវនៅទីនោះនៅពេលនោះព្រះពុទ្ធបានដឹងដោយប្រាជ្ញាធម៌អំពីអង្គុលីមៀនិងការឈឺចាប់ក្នុងចិត្តគាត់ព្រះអង្គបានដើរចូលព្រៃដោយជើងស្ងប់ដោយចិត្តពោពេញដោយមេត្តាភិក្ខុជាច្រើនសូមឲ្យព្រះអង្គកុំទៅព្រោះព្រៃនោះគ្រោះថ្នាក់ប៉ុន្តែព្រះពុទ្ធមានព្រះបន្ទូលថាមនុស្សម្នាក់ដែលធ្វើអំពើអាក្រក់ខ្លាំងបំផុត
គឺជាមនុស្សដែលត្រូវការមេត្តាច្រើនបំផុតអង្គុលីមាឃើញព្រះពុទ្ធដែលម្នាក់ឯងក្នុងព្រៃគាត់ភ្ញាក់ផ្អើលប៉ុន្តែក៏ខឹងព្រោះគាត់មើលឃើញឱកាសនៃម្រាមដៃចុងក្រោយគាត់យកដាវហើយរត់ដេញតាមប៉ុន្តែអ្វីចម្លែកកើតឡើងព្រះពុទ្ធដើរយឺតប៉ុន្តែអង្គុលីមាមិនអាចតាមទាន់បានឡើយគាត់រត់ដង្ហើមហត់ញើសហូរប៉ុន្តែចម្ងាយនៅតែដូចដើមដដែលចុងក្រោយគាត់ស្រែកដោយកំហឹងឈប់សមណៈឈប់ព្រះពុទ្ធឈប់ដាហើយមានព្រះបន្ទូលដោយសំឡេងស្ងប់អង្គុលីមាតថាគតឈប់ហើយតែអ្នកមិនទាន់ឈប់ទេខ្ញុំឈប់ដាតែអ្នកមិនឈប់តើមានន័យដូចម្ដេចព្រះពុទ្ធមានព្រះបន្ទូលថាតថាគតឈប់ហិង្សាឈប់សម្លាប់ឈប់ចិត្តអាក្រក់តែអ្នកនៅតែរត់តាមតណ្ហានិងអវិជ្ជាពាក្យនោះដូចពន្លឺបំភ្លឺចិត្តងងឹតភ្លាមនោះអង្គុលីមាបានទម្លាក់អាវុធចុះហើយលុតជង្គង់អង្គុលីមានៅស្ងៀមរាងកាយញ័រភ្នែកពោពេញដោយទឹកធ្នេងគាត់មើលទៅព្រះពុទ្ធដោយភ័យដោយអាម៉ាព្រះអង្គខ្ញុំជាមនុស្សអាក្រក់ខ្ញុំបានសម្លាប់មនុស្សជាច្រើនខ្ញុំមិនសមទទួលមេត្តាពីព្រះអង្គទេព្រះពុទ្ធមានព្រះបន្ទូលដោយស្ងប់ពោពេញដោយមេត្តាអង្គុលីមាអត្តដីតកាលមិនអាចបដូរតែបច្ចុប្បន្នអាចបង្កើតអនាគតបានពាក្យនោះដូចទឹកស្អាតលាងសម្អាតចិត្តដែលពោពេញដោយឈាមអង្គុលីមាលើកភ្នែកឡើងពោពេញដោយក្តីសង្ឃឹមដែលគាត់មិនធ្លាប់មានសូមព្រះអង្គអនុញ្ញាតឲ្យខ្ញុំចាកចេញពីជីវិតចាស់និងបួសក្រោមព្រះធម៌ព្រះអង្គមើលគាត់ដោយភ្នែកមេត្តាហើយមានព្រះបន្ទូលថាមកចុះភិក្ខុពាក្យខ្លីៗនោះបានកាត់បន្ថយអតីតកាលនិងបើកទ្វារជីវិតថ្មីព្រះពុទ្ធទទួលអង្គុលីមាបួសជាព្រះសង្ឃពីឃាតករអង្គុលីមាបានក្លាយជាភិក្ខុអង្គុលីមាជីវិតក្នុងសង្ឃភិក្ខុអង្គុលីមារស់នៅក្នុងវត្តដោយវិន័យដោយសមាធិដោយការសិក្សាធម៌គាត់ដែលបណ្បាទដោយភ្នែកចុះចិត្តស្ងប់ប៉ុន្តែអតីតកាលមិនទាន់បោះបង់គាត់ឡើយពេលដែលបណ្បាទមនុស្សខ្លះស្គាល់គាត់ភ័យខឹងស្អប់ពួកគេគប់ថ្មគប់ដីស្ដីបន្ទោសឈាមហូរចេញពីក្បាលនិងរាងកាយភិក្ខុអង្គុលីមាមិនខឹងមិនរត់មិនតបតទោះបីជាមនុស្សខ្លះនៅតែគប់ថ្មជេរប្រមាថអង្គុលីមាទទួលយកដោយចិត្តអត់ធ្មត់គាត់ត្រឡប់ទៅវត្តវិញជាមួយរបួសព្រះពុទ្ធមើលគាត់ហើយមានព្រះបន្ទូលថាអង្គុលីមានេះជាផលនៃកម្មចាស់អ្នកកំពុងទទួលដោយមិនបង្កកម្មថ្មីពាក្យនោះធ្វើឲ្យចិត្តគាត់រឹងមាំជាងមុនថ្ងៃមួយភិក្ខុអង្គុលីមាបានជួបស្ត្រីម្នាក់ដែលកំពុងឈឺចាប់ដោយការសម្រាវកូនលំបាកមនុស្សជុំវិញភ័យមិនដឹងធ្វើដូចម្ដេចភិក្ខុអង្គុលីមាមានចិត្តអាណិត
ពោពេញដោយមេត្តាគាត់ត្រឡប់ទៅប្រាប់ព្រះពុទ្ធបានបង្រៀនគាត់ឲ្យអានពាក្យសច្ចៈមួយចាប់តាំងពីខ្ញុំកើតក្នុងអរិយជាតិខ្ញុំមិនបានសម្លាប់ជីវិតណាមួយទេដោយសេចក្តីសច្ចៈនេះសូមឲ្យអ្នកមានសុភមង្គលភិក្ខុអង្គុលីមាបានអានពាក្យនោះដោយចិត្តសុចរិតនិងដោយអំណាចនៃសច្ចៈស្ត្រីនោះបានសម្រាលកូនដោយសុវត្ថិភាពភិក្ខុអង្គុលីមាយល់ច្បាស់ថាមនុស្សអាចប្រែចិត្តបានមិនថាអតីតកាលងងឹតប៉ុណ្ណាគាត់បន្តអនុវត្តធម៌ដោយអត់ធ្មត់ដោយសេចក្តីសង្ឃឹមនៅពេលចិត្តស្ងប់ពេញលេញគាត់បានឃើញការកើតនិងការបាត់នៃទុក្ខទាំងអស់ផ្លូវនៃការត្រាស់ដឹងថ្ងៃមួយក្រោយពេលអង្គុយសមាធិយូរចិត្តគាត់ស្ងប់ដោយទឹកបឹងគាត់ឃើញច្បាស់ការកើតការប្រែប្រួលនិងការបាត់នៃគ្រប់អារម្មណ៍គាត់យល់ថាទុក្ខមិនមែនមកពីអ្នកដទៃប៉ុន្តែមកពីការចាប់យកនិងមិនដឹងនៅពេលនោះខ្សែចិត្តចុងក្រោយត្រូវបានកាត់ផ្តាច់ភិក្ខុអង្គុលីមាបានដល់ព្រះអរហន្តមិនមានការភ័យមិនមានការខឹងមិនមានការសោកស្ដាយមានតែសន្តិភាពនិងសេចក្តីមេត្តាគ្មានដែនកំណត់ភិក្ខុអង្គុលីមាបង្រៀនមនុស្សថាកុំវាស់តម្លៃមនុស្សតាមអតីតកាលតែវាស់តាមចិត្តបច្ចុប្បន្នការអភ័យទោសមិនមែនជាការលុបអំពើអាក្រក់ទេប៉ុន្តែជាការបញ្ឈប់វាពីការបន្តរឿងអង្គុលីមាបង្ហាញឲ្យឃើញថាមនុស្សអាចធឿកចូលងងឹតដោយអវិជ្ជាមេត្តាអាចបំភ្លឺងងឹតបានអតីតកាលមិនកំណត់អនាគតការអភ័យទោសជាផ្លូវដោះលែងមនុស្សអាក្រក់ក៏ដោយបើប្រែចិត្តក៏អាចក្លាយជាមនុស្សល្អបានមេត្តាករុណាមានអំណាចលើអាវុធកុំមើលងាយការប្រែចិត្តរបស់អ្នកដទៃ